ចូលមកដល់ភាពឆ្លាតវៃទី7គឺភាពឆ្លាតវៃខាង self smart ឬក៏ intrapersonal intelligence មានន័យថាជាភាពឆ្លាតវៃមួយដែល focus ទៅលើខ្លួនឯងអ្នកដែលមានភាពឆ្លាតវៃខាងនឹងពួកគាត់ជាមនុស្សម្នាក់ដែលអាចថាដឹងពីខ្លួនឯងច្រើនពួកគាត់យល់ពីខ្លួនឯងច្រើនថាគាត់ជាមនុស្សបែបម៉េចគាត់ចង់បានអីហើយគាត់អាចសង្កេតដឹងពីអារម្មណ៍របស់គាត់បែបថាអារម្មណ៍ដែលកំពុងកើតឡើងនឹងវាអាចមកបណ្ដាលមកពីអីឬក៏អារម្មណ៍ដែលគាត់កំពុងតែជួបប្រទះនឹងវាអូខេសម្រាប់គាត់អត់បើអត់អូខេគាត់ឈប់ធ្វើរឿងហ្នឹងឬក៏គាត់ដកឃ្លាចេញពីកន្លែងហ្នឹងតែម្ដងមានន័យថាគាត់ជាមនុស្សដែលដឹងពីខ្លួនឯងបានច្រើនអ្នកនរគ្នាអ្នកដែលមានភាពឆ្លាតវៃខាងហ្នឹងគឺពួកគាត់អាចថាពួកគាត់កំណត់ខ្លួនឯងជាជំរើសដំបូងជាអ្នកសំខាន់ជាងគេមានន័យថាគាត់កំណត់ខ្លួនឯងជា first priority គាត់និយាយទៅគឺគាត់ធ្វើអីក៏ដោយគឺគាត់គិតខ្លួនឯងមុនគេបង្អស់ហើយ self smart ហ្នឹងសម្រាប់ខ្ញុំដែលខ្ញុំអានទៅខ្ញុំគិតថាស្រដៀងនឹង introvert ព្រោះថាពួកគាត់ចូលចិត្តនៅម្នាក់ឯងគាត់អត់សូវចូលចិត្តធ្វើការក្រុមដូចជា people smart ទេគាត់ចូលចិត្តធ្វើការម្នាក់ឯងច្រើនជាងធ្វើការក្រុមហើយក្នុង website ខ្ញុំបានអានហ្នឹងគឺ Simply Psychology ហ្នឹងគឺគេបានណែនាំការងារដែលស័ក្តិសមចំពោះអ្នកដែលមានភាពឆ្លាតវៃខាងហ្នឹងគឺជា psychologist ជា therapist ជា counselor ឬក៏ entrepreneur ជាដើមអាហ្នឹងគឺជាការងារដែលស័ក្តិសមចំពោះគាត់ឯអ្នកគ្នាចំពោះអ្នកដែលមាន self smart ណាអ្នកគ្នាគាត់ជាមនុស្សដែលពីខ្លួនឯងច្រើនអញ្ចឹងដើម្បីឲ្យបានយល់ពីខ្លួនឯងច្រើននោះតែគាត់សួរខ្លួនឯងច្រើនដូចគ្នាអញ្ចឹងភាគច្រើនគឺគាត់ចំណាយពេលនៅម្នាក់ឯងមិននៅជាមួយខ្លួនឯងហើយគាត់សួរខ្លួនឯងច្រើនតាក់ទងជាមួយនឹងថាអ្វីដែលគាត់ជួបវាធ្វើឲ្យគាត់សប្បាយចិត្តអត់បើមិនជារឿងហ្នឹងវាធ្វើឲ្យគាត់សប្បាយចិត្តហេតុអីហើយគាត់អាចមានសំណួរមួយចំនួនទៀតដូចជា what goal do I have for my life right now តើខ្ញុំមានគោលដៅអីខ្លះចំពោះជីវិតរបស់ខ្ញុំឥឡូវហ្នឹងឬក៏តើគោលដៅរបស់ខ្ញុំនៅថ្ងៃអនាគតវាមានអីខ្លះតើអ្នកណាជាមនុស្សដែលសំខាន់សម្រាប់ខ្ញុំហើយហេតុអីមិនខ្ញុំគិតថាម្នាក់នឹងសំខាន់អីជាដើមចឹងទៅអញ្ចឹងគាត់សួរខ្លួនឯងហើយគាត់ឆ្លើយខ្លួនឯងអញ្ចឹងមានន័យថាគាត់អាចយល់ពីខ្លួនឯងបានច្រើនជាងមុនច្រើនជាងអ្នកដទៃ